ជំរាបសួរពុកម៉ែបងប្អូនជាទីរាប់អានឥឡូវយើងបានមកជួបគ្នាជាថ្មីទៀតហើយជាមួយនឹងរបៀបធ្វើជ្រក់ទំពាំងខ្ចីអូនឥឡូវយើងមានទំពាំងយើងទំពាំងខ្ចីរបស់យើងបកហើយបងប្អូនហើយយើងអាចធ្វើឲ្យភ្លាមយើងអាចញ៉ាំភ្លាមបានជ្រក់ទំពាំងរបស់យើងហើយឥឡូវយើងមើលគ្រឿងផ្សំមានស្ករក្រហមប៊ីចេងអំបិលហើយនឹងម្ទេសទុំម្ទេសយើងស្ងោរហើយបានយើងច្រាំវាមកហើយយើងបុកក៏បានដែរហើយយើងមានខ្ទឹមសនិងក្រូចឆ្មាឥឡូវយើងទៅមើលរបៀបធ្វើតែម្ដងឥឡូវយើងចាប់តាមចិត្តទំពាំងរបស់យើងទៅចិត្តរបៀបហ្នឹងបងប្អូនឥឡូវទំពាំងរបស់យើងចិត្តរួចរាល់ហើយបងប្អូនយើងចិត្តឲ្យចឹងមកឲ្យវាជាបន្ទះទូចឹងមកហើយបន្តិចទៀតយើងយកទៅដាក់ស្ងោរឥឡូវទឹករបស់យើងពុះហើយយើងដាក់ទំពាំងដែលយើងចិត្តសម្បាញ់វិញចូលមកដាក់ស្ងោរវារយៈពេលកន្លះមកបងប្អូនស្ងោររយៈពេលកន្លះមកដើម្បីឲ្យវាចេញឲ្យជាតិហាងហ្នឹងហើយយើងដាក់អំបិលចូលបន្តិចទៅពួកយើងស្ងោររយៈពេលកន្លះមកបងប្អូនដើម្បីឲ្យចេញជាតិហាងឲ្យអស់ឥឡូវទំពាំងរបស់យើងស្ងោររយៈពេលកន្លះម៉ោងហើយបងប្អូនហើយយើងលើកស្រង់វាចេញស្រង់ដាក់កញ្ច្រាញរបស់យើងមករួចយើងយកទៅលាងទឹកយើងលាងទឹក2 3ទឹកបងប្អូនលាងឲ្យ2 3ទឹកឲ្យស្អាតទៅមកយើងធ្វើយើងលាងស្អាតឥឡូវយើងចាប់ដើមកូរស្ករក្រហមយើងដាក់ស្ករក្រហមចូលហើយដាក់ភ្លើងឲ្យក្តៅបន្តិចមកយើងកូរវាឲ្យឡើងក្រហមជើងក្រងទៅឥឡូវស្កររបស់យើងឡើងក្រហមជើងក្រងហើយយើងដាក់ទឹកយើងចូលមករួចយើងដាំទឹកយើងឲ្យពុះបងប្អូនយើងដាក់ទឹកចូលយើងដាំវាពុះទៅឥឡូវទឹករបស់យើងដាំពុះហើយទឹកស្កររបស់យើងនោះឥឡូវយើងទុកឲ្យត្រជាក់សិនបងប្អូនឥឡូវយើងចាប់ដើមលាយគ្រឿងហើយដំបូងយើងដាក់ចាក់ទឹកក្រូចឆ្មាឲ្យចូលទឹកក្រូចឆ្មាដែលយើងច្របាច់រួចហើយនោះហើយបន្តដាក់ប៊ីចេងយើងដាក់ខ្ទឹមបងប្អូនខ្ទឹមសដែលយើងចាំបាត់ហើយនោះហើយនឹងម្ទេសយើងដែលយើងយកទៅស្ងោរហើយយើងយកមកចិញ្ចាំវាមាត់វាក៏បុកក៏បានដែរហើយយើងកូរច្បល់បញ្ចូលគ្នាឲ្យសព្វមកឥឡូវគ្រឿងរបស់យើងច្បល់បញ្ចូលគ្នាសព្វហើយយើងដាក់ទំពាំងដែលយើងលាងហើយទំពាំងយើងលាងពីទឹកឡើងស្អាតហើយណាចាក់ចូលមកហើយយើងច្បល់បញ្ចូលគ្នាឲ្យសព្វជាមួយនឹងគ្រឿងបងប្អូនឥឡូវទំពាំងនឹងគ្រឿងរបស់យើងបានច្របល់សព្វហើយបន្តដាក់ទឹកស្ករដែលយើងលាយបាញ់មិញហ្នឹងចូលមកហើយយើងច្របល់បន្តទៀតបងប្អូនឲ្យវាសព្វនឹងគ្នាមកឥឡូវយើងច្របល់សព្វហើយរៀនស្ទើរអំបិលនេះបងប្អូនយើងសាបយើងថែមអំបិលបន្តិចមកពួកយើងច្របល់បន្តទៀតបើឲ្យសព្វទៅរួចរាល់បងប្អូនឥឡូវជ្រក់ទំពាំងរបស់យើងរួចរាល់ហើយយើងអាចយកទៅវិសាបានហើយបងប្អូនយើងអាចវិសាភ្លាមៗក៏បានហើយបើទុកមួយយប់កាន់តែល្អហើយយើងដាក់ទូទឹកកកយើងអាចញ៉ាំបានពី1ថ្ងៃបងប្អូនឥឡូវរួចរាល់ហើយសូមអរគុណសម្រាប់ការទស្សនារបស់បងប្អូនហើយបើពេញចិត្តវីដេអូនេះកុំភ្លេចចុចពាក្យជាវ Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណសូមជម្រាបលា